ពេលដែលយើងបើកចូលមកយើងឃើញហើយនេះគឺជារូបរាងខាងក្រៅនៃ Excel បើយើងកន្លែងមកមើលខាងផ្នែកខាងឆ្វេងដៃនេះអ្វីដែលវាបង្ហាញនេះគឺវានៅក្នុង Home អញ្ចឹង Home គេបែងចែកជា2ផ្នែកតែផ្នែកខាងលើនេះគេឲ្យឈ្មោះថាជា Template Predefined Template ដែល Excel បានចងក្រងរួចជាស្រេចសម្រាប់ការប្រើប្រាស់អញ្ចឹងយើងអាចចូលទៅបង្កើតនៅ Template ណាមួយហើយ modify ឬក៏កែកុនតិចតួចទៅដើម្បីយកមកប្រើប្រាស់ឲ្យទៅជារបស់យើងផ្នែកខាងក្រោមគឺជា recent file ឬក៏ជា file ការងារដែលយើងទៅបើកឲ្យថ្មីអញ្ចឹងឧទាហរណ៍បើសិនជា file នេះគឺជា file ដែលអ្នកនរបើកក្រោយវាបង្អស់វានឹងបង្ហាញនៅលើហើយអានេះបន្ទាប់ណាហើយបន្តទៀតមកយើងអាចមើលពេលវេលានៅខាងនេះក៏បានដែរខាងក្រោមនេះគឺ new ពេលដែលអ្នកឲ្យចូលមក new នេះគឺវាចូលមកកណាត់លើមកកណាត់កន្លែង template អញ្ចឹងនៅក្នុងនេះយើងឃើញតិចទេប៉ុន្តែបើសិនជាយើង connect internet ហើយ search នៅក្នុងនេះអ្នកនឹងឃើញលទ្ធផលជាច្រើនបានបង្ហាញនៅខាងក្រោមនេះអូខេមកផ្នែកទី3គឺ open នេះវាចូលមកកណាត់ក្រោមគឺជាកន្លែងដែលវាបង្ហាញនៅ recent file ហើយទីនេះក៏វាឲ្យជា option មួយចំនួនដើម្បីឲ្យអ្នកនរទៅជ្រើសរើស file Excel ដែលអ្នកនរទុកមិនថានៅលើ computer ឬក៏នៅជាលក្ខណៈ online ទេអ្នកនរអាចចូលនៅកន្លែងនេះបានហើយបើសិនជាយើងចង់ទៅបើក file នៅលើ computer យើងអាចយកពាក្យថា browse នេះមកវានឹងនាំអ្នកនរទៅកាន់ folder អញ្ចឹងយើងទុកកន្លែងណាយើងទៅរកមកណាហើយបើកមកគឺអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេឥឡូវយើងទៅមើលផ្នែកខាងក្នុងនៃ Excel ម្ដងថាតើគេរៀបចំ Excel នឹងបានស្អាតប៉ុណ្ណាហើយមាន tool សំខាន់អ្វីខ្លះសម្រាប់ការប្រើប្រាស់របស់យើងចូលទៅ home page មកហើយយកពាក្យថា blank workbook នេះគឺជាតារាងការងារដែលយើងទំតែបង្កើតហើយអញ្ចឹងបើសិនជាយើងកលេចមកផ្នែកខាងលើយើងនឹងឃើញពាក្យថា book1.excel តែនេះគឺជាឈ្មោះដែល Excel ផ្ដល់ឲ្យសម្រាប់តារាងការងាររបស់យើងនៅពេលដែលយើងអត់ទាន់បាន save វាហើយគេដាក់ book1 នេះ Excel ចង់បញ្ជាក់ថារាល់តារាងការងារនៅក្នុង Excel វាប្រៀបដូចជាសៀវភៅមួយចឹងហើយជាធម្មតាយើងដឹងហើយនៅក្នុងសៀវភៅវាតែងតែមាន page មែនទេអញ្ចឹងបើយើងកលេចមកផ្នែកខាងក្រោមនេះយើងឃើញគេដាក់ថាជា sheet 1 អញ្ចឹង sheet 1 នេះប្រៀបដូចជាស្លឹកនៃសៀវភៅអញ្ចឹងយើងក៏អាចបង្កើតនៅស្លឹកសៀវភៅថ្មីបានដូចនេះដោយចុចសញ្ញាបូកនេះ1 2អញ្ចឹងមកអញ្ចឹងខ្ញុំនឹងទៅ detail នៅផ្នែកខាងក្រោមនេះនៅពេលក្រោយនៅផ្នែកខាងឆ្វេងដៃខាងលើនេះគេឲ្យឈ្មោះថាជា quick access toolbar ដែលវាមានតួនាទីដាក់នៅ tool សំខាន់ដែលធ្វើឲ្យយើងងាយនៅក្នុងការទាញវាយកមកប្រើប្រាស់បានលឿនតមកនៅកណ្ដាលធំនេះគេឲ្យឈ្មោះថាជា ribbon ដែលវាប្រៀបដូចជាធ្នើរដៃបានអញ្ចឹងនៅក្នុង ribbon ហ្នឹងគេបែងចែកជា section ទៀតដែល section ហ្នឹងវាប្រៀបដូចជាធ្នើរហើយគេបែងចែកជាថតដើម្បីដាក់នៅអីវ៉ាន់បានច្រើនអញ្ចឹងនៅថតហ្នឹងគេបែងចែកជាកូន tab ទូទៀតដែលបែងចែកប្រភេទនៃ tool មួយឲ្យវាទៅម្ដុំអាណាសរៀងគ្នាអូខេអញ្ចឹងយើងនឹងទៅលម្អិតផ្នែកខាងក្នុងហ្នឹងនៅពេលដែលយើងចូលទៅអនុវត្តជាក់ស្ដែងផ្នែកកណ្ដាលនេះគេឲ្យឈ្មោះថាជា Excel worksheet ជាកន្លែងដែលយើងធ្វើការបើយើងកលេចទៅមើលនៅក្នុង worksheet យើងឃើញហើយថាមានកូនកន្លាទូចនៅក្នុងហ្នឹងដូចកន្លាស្វ័យអញ្ចឹងអាកន្លាទូចនេះគេឲ្យឈ្មោះថាជា cell ហើយ cell ដែលយើង select គេឲ្យឈ្មោះថាជា active cell ចំពោះ cell គឺវាមានឈ្មោះរបស់វាអញ្ចឹងឈ្មោះរបស់វាគឺផ្ដុំឡើងដោយជួរឈរហើយនិងជួរដេកដែលជួរឈរគេមានតាងជាអក្សរនិងជួរដេកគេតាំងជាតម្លៃលេខអញ្ចឹង cell ដែលយើង select ឈ្មោះរបស់វាគឺហៅពីជួរដេកមកវិញគឺ C11 ហើយឈ្មោះរបស់វានេះក៏បានបង្ហាញនៅក្នុងប្រអប់មួយនៅផ្នែកខាងឆ្វេងដៃនេះដែលគេឲ្យឈ្មោះថាជា name box អូខេអញ្ចឹងបើសិនជាយើងចង់សរសេរអក្សរឬក៏វាយតម្លៃលេខចូលនៅក្នុង
cell ហ្នឹងយើងអាចធ្វើបានពីរវិធីវិធីទី1គឺយើងម៉ៅឆ្វេង2ដងហើយសរសេរយកមកអូខេឬក៏មកវិធីទៀតយើងចុចទៅលើ cell ណាមួយហើយយើងមក select ខាងលើនេះដែលខាងលើហ្នឹងគេឲ្យឈ្មោះថាជា formula bar ចុចម៉ៅឆ្វេងលើវាមកហើយយើងវាយចូលចេញនេះបើយើងចង់ប្រៀបព្រមតារាងការងារនៅក្នុង Excel យើងអាចធ្វើបានតាមពីរវិធីទី1យើងចុច control ជាប់ហើយរុញកង់ម៉ៅរបស់យើងហ្នឹងទៅមុខឬក៏ទៅក្រោយមកវានឹងប្រៀបព្រមតាមហ្នឹងឬក៏ម្យ៉ាងទៀតយើងអាចមកផ្នែកខាងក្រោមនៅខាងស្ដាំនេះយើងឃើញតម្លៃអូខេហើយនេះគឺសញ្ញាបូកហើយនិងសញ្ញាដកនេះយើងបរួមបូកនេះយើងប្រៀបណា simple ហើយឬក៏យើងអាចចាប់អាកង់នេះទាញយកមកក៏បានដែរអូខេនៅខាងនេះគឺជា scroll bar ជាកន្លែងដែលយើងទាញវាណាទាញវាទៅឆ្វេងទៅស្ដាំហើយអានេះទៅលើទៅក្រោមចំពោះផ្នែកខាងក្រោមនេះយើងអាចព្រមវាបានឲ្យទូណាបើសិនជាយើងមានជា page ច្រើនអីវាជាទៀត